បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាយើងឃើញថាមាសរយៈពេលមួយអាទិត្យនេះបន្ទាប់ពីធ្លាក់ចុះហើយចាប់ឡើងទៅវិញបន្តិចហ្នឹងឃើញថាវាមានការឡើងចុះឡើងដើរនៅក្នុងដំណើរជាលក្ខណៈ sideways ឬក៏ consolidate មានន័យថាកម្លាំងទិញនិងកម្លាំងលក់មានសភាពប្រហាក់ប្រហែលគ្នាហាក់ដូចជារងចាំនៅព័ត៌មានក៏ដូចជាទិន្នន័យណាមួយបើយើងក៏លេចមើលទិន្នន័យរបស់សហរដ្ឋអាមេរិកកាលពីយប់មិញនេះរបាយការណ៍ NASFARM ហើយនិងរបាយការណ៍ PMI វាឆ្លុះបញ្ចាំងទៅលើសក្តានុពលនៃសេដ្ឋកិច្ចអាមេរិកដែលញ៉ាំងឲ្យប្រាក់ដុល្លារហ្នឹងមានកម្លាំងខ្លាំងហើយទាញតម្លៃមាសហ្នឹងឲ្យធ្លាក់ចុះក៏ប៉ុន្តែសម្រាប់នៅក្នុងទិន្នន័យទីផ្សារជួញដូរវិញយើងឃើញថាកម្លាំងហ្នឹងវាមានការទាញទៅទាញមកទាំងនេះក៏ជាការសរបញ្ជាក់នៅកម្លាំងតស៊ូរបស់មាសផងដែរដែលបង្កើតនៅ support មួយរឹងមាំមិនឲ្យតម្លៃនឹងធ្លាក់ចុះទៅខ្លាំងនេះជាលក្ខខណ្ឌបរិបត្តិជួញដូរផ្សារមាសនៅក្នុងថ្ងៃនេះក៏ប៉ុន្តែសម្រាប់ខ្លឹមសារនៅក្នុងមាតិកានេះខ្ញុំលើកយកអត្ថបទជាការពិចារណាមួយទេដែលគិតថាល្អសម្រាប់ផ្ដល់ជាគតិពិចារណាដល់បងប្អូនដែលមានចំណាប់អារម្មណ៍ក៏ដូចជាពេញចិត្តនៅក្នុងការជួញដូរហាងឆេងមាសណាទាំងមាសស្រស់ក៏ដូចជាការជួញដូរនៅក្នុងប្រព័ន្ធអត្ថបទនេះនិយាយនៅក្នុង Yahoo Finance គេថាតើនឹងមានអ្វីកើតឡើងបើសិនបើមនុស្សទាំងអស់នាំគ្នាលក់មាសនៅក្នុងថ្ងៃស្អែកចំណងជើងនៃអត្ថបទនេះស្ដាប់មើលទៅថាវាសាមញ្ញក៏ជារឿងមិនអាចទៅរួចទេក៏ប៉ុន្តែសម្រាប់ជាខ្លឹមសារវិញមានភាពទូលំទូលាយជាងនេះដូច្នេះមុននឹងយល់ទៅលើខ្លឹមសារនៃអត្ថបទនេះតោងយើងដឹងកត្តា4ចំណុចដែលខ្ញុំសង្ខេបចេញមកទី1យើងត្រូវដឹងបរិមាណសរុបរបស់មាសបច្ចុប្បន្នឲ្យដឹងថាតើបច្ចុប្បន្ននេះមាសសរុបមានប៉ុន្មានដែលនៅជុំវិញពិភពលោកណាហើយចំណុចទី2គឺផ្នែកតម្រូវការធំតើតម្រូវការចាំបាច់របស់មាសហ្នឹងមានអ្វីខ្លះហើយចំណុចទី3គឺអ្នកដែលកាន់កាប់មាសឲ្យដឹងថានៅក្នុងពិភពលោកនេះប្រទេសណាដែលកាន់កាប់មាសច្រើនហើយនឹងចម្បងជាងគេហើយចំណុចទី4ហ្នឹងគឺនិយាយអំពីបរិមាណដែលមិនទាន់ធ្វើហៅថានិស្សរណកម្មមានន័យថាអត់ទាន់ជីកខួងតើការប៉ាន់ប្រមាណហ្នឹងនៅបរិមាណមាសចំនួនប៉ុណ្ណាទៀតឆ្លើយតបទៅនឹងចំណងជើងខាងលើសម្រាប់ចំណុចទី1និយាយអំពីបរិមាណមាសសរុបយោងតាមការព្យាករណ៍របស់ World Gold Council ដែលយើងហៅថា WGC ហ្នឹងបរិមាណមាសដែលគេប៉ាន់ស្មានសរុបនៅទូទាំងពិភពលោកប្រមាណជា 219,880 តោន 219,880 តោនយើងនិយាយកាត់ទៅថាគឺ 22,000 តោនដែលមាសទាំងអស់នេះកើតឡើងអំពីការជីកការបូមចម្រាញ់នឹងវារាប់ពាន់ឆ្នាំមកហើយណាហើយក៏កាន់កាប់ដោយរដ្ឋាភិបាលពួកសាជីវកម្មព្រមទាំងវិនិយោគិនជាឯកជនផងដែរហើយវាបានคล้ายទៅជាទុនបំរុងអន្តរជាតិនឹងមានរយៈពេលនឹងចាស់ឆ្នាំមកទៅហើយនេះនិយាយអំពីបរិមាណមាសសរុបនៅក្នុងពិភពលោកបច្ចុប្បន្នសម្រាប់ចំណុចទី2គឺនិយាយតាក់ទងទៅនឹងផ្នែកតម្រូវការធំអញ្ចឹងមាសដែលត្រូវបានគេជីកហើយប្រើប្រាស់បូមចម្រាញ់ព្រមទាំងកាន់កាប់ដោយរដ្ឋាភិបាលដោយសាជីវកម្មហើយនិងសហគ្រិនជុំវិញពិភពលោកហ្នឹងគេបានបែងចែកទៅជាតម្រូវការធំហ្នឹងមានចំនួន5ផ្នែកទី1គឺគេប៉ាន់ប្រមាណថាប្រហែលជា 98,000 តោនទៅជាខាងផ្នែកគ្រឿងអលង្ការអញ្ចឹងគ្រាន់តែគ្រឿងអលង្ការហ្នឹងវាស្រោបយកមាសអស់ 98,000 តោនហើយដែលគេគិតជាភាគរយហ្នឹងប្រមាណជា 44% នៃទីផ្សារមាសហើយផ្នែកទី2គេប៉ាន់ប្រមាណថាមាន 51,000 តោន 51,000 តោនដែលស្មើនឹង 23% នៃមាសរបស់ពិភពលោកដែលមាសទាំង 51,000 តោននេះគឺគេយកទៅដាក់នៅក្នុងប្រព័ន្ធ ETF ធ្វើការជួញដូរឬក៏ជាមូលធិជួញដូរអញ្ចឹងទៅការប៉ាន់ស្មានចំណុចទី3នេះមានប្រមាណ 38,600 តោន 38,600 តោនដែលកាន់កាប់ដោយធនាគារកណ្ដាលពោលគឺស្មើនឹង 18% នៃមាសសរុបរបស់ពិភពលោក
ការប៉ាន់ស្មានចំណុចទី4គឺ 54,000 តោន 54,000 តោន ដែលគេចាត់ទុកជាទុនបម្រុង ហើយនឹងចំណុចទី5គេប៉ាន់ស្មានថាប្រមាណជា 32,600 តោន 32,600 តោន ដែលប្រើនៅក្នុងផ្នែកផ្សេងៗ ហើយបើគិតជាភាគរយមានចំនួន 15% នៃមាសរបស់ពិភពលោក អញ្ចឹងនៅត្រង់ចំណុចទី5នេះដែលថាមាន 15% ស្មើនឹង 32,600 តោននេះគឺជាការចាត់ចែងប្រើនៅក្នុងវិស័យឧស្សាហកម្មដូចជាការផលិតគ្រឿងអេឡិចត្រូនិកឧបករណ៍ប្រើប្រាស់ដែលប្រើបច្ចេកវិទ្យាទំនើបក្នុងពេលបច្ចុប្បន្ននេះជាផ្នែកទី2ដែលជាតម្រូវការធំរបស់ពិភពលោកទៅលើតម្លៃមាសចំណុចទី3នេះគឺនិយាយអំពីអ្នកដែលកាន់កាប់មាសឬក៏ប្រទេសដែលមានការកាន់កាប់មាសនឹងច្រើនជាងគេចឹងនៅក្នុងធនាគារកណ្ដាលធំធនាគារដែលកាន់កាប់មាសខ្លាំងជាងគេនឹងគឺសហរដ្ឋអាមេរិកអាល្លឺម៉ង់ហើយនិងអ៊ីតាលីដែលកាន់កាប់មាសជាទុនបម្រុងនឹងធំជាងគេបំផុតនៅលើពិភពលោកហើយបច្ចុប្បន្ននេះក៏មានប្រទេសចិនមួយដែរកំពុងតែប្រកួតប្រជែងធ្វើយ៉ាងណាឲ្យខ្លួនបានកាន់កាប់ចំណែកមាសនឹងឲ្យបានកាន់តែខ្លាំងព្រមទាំងលែងពឹងផ្អែកជាមួយនឹងប្រាក់ដុល្លារហើយធ្វើយ៉ាងណាឲ្យប្រាក់យន់ដំណើរការទៅជាទុនបម្រុងរបស់អន្តរជាតិនៅត្រង់ចំណុចទី4ចុងក្រោយគឺនិយាយអំពីបរិមាណដែលមិនទាន់បានធ្វើនិស្សរណកម្មមានន័យថាអត់ទាន់ជីកយកអញ្ចឹងតាមការប៉ាន់ប្រមាណរបស់ World Gold Council នេះដែលយើងហៅថា WGC ឬក៏ក្រុមប្រឹក្សាមាសពិភពលោកហ្នឹងគេធ្វើការប៉ាន់ប្រមាណថាមាសដែលមិនទាន់បានបូមយកឬក៏ចម្រាញ់យកហ្នឹងមានប្រមាណ 54,000 តោន 54,000 តោនដែលជាការប៉ាន់ស្មានទៅលើទុនបម្រុងមាសអត់ទាន់បានធ្វើការជីកយកឬក៏បូមយកដូច្នេះត្រឡប់មកសំណួរខាងលើវិញថាចុះប្រសិនបើពិភពលោកទាំងអស់នាំគ្នាសហការគ្នាលក់មាសចេញអស់តើតម្លៃមាសនឹងទៅជាយ៉ាងណាចំពោះចម្លើយគេដែលបញ្ជាក់នៅក្នុងអត្ថបទហ្នឹងគេបានបញ្ជាក់ប្រាប់ថាធនាគារកណ្ដាលរដ្ឋាភិបាលឬក៏វិនិយោគិនឯកជនដែលមានលុយធំហ្នឹងគេមិនអាចបណ្ដោយឲ្យព្រឹត្តិការណ៍ទាំងអស់ហ្នឹងកើតឡើងបានទេហើយប្រសិនបើវាកើតឡើងមែនក៏គ្រាន់តែជាការលក់ចេញគំហុកមួយប៉ុណ្ណោះហើយជាលទ្ធផលចុងក្រោយវិនិយោគិនរដ្ឋាភិបាលឬក៏ធនាគារកណ្ដាលហ្នឹងទិញមាសយកមកកាន់កាប់នឹងដដែលទេផ្ទុយទៅវិញវាបានចំណេញអំពីការលក់ចុះដែលមានថ្លៃទាបនឹងទៅទៀតដូច្នេះសរុបនៅក្នុងអត្ថបទនេះមកគ្រាន់តែជាផ្នែកមួយពិចារណាក៏ដូចជាការលើកទឹកចិត្តសម្រាប់អ្នកដែលស្រឡាញ់ការសន្សំមាសហើយនឹងការជួញដូរមាសទាំងមាសស្រស់ក៏ដូចជានៅក្នុងប្រព័ន្ធជួញដូរហាងឆេងទាំងអស់ឲ្យដឹងថាមាសនឹងវាបានคล้ายជាទុនបម្រុងហើយគេចាត់ទុកជាទ្រព្យដ៏មានសុវត្ថិភាពនឹងវារាប់ពាន់ឆ្នាំមកហើយក៏ប្រើនៅក្នុងវិស័យផ្សេងដែលមិនមែនត្រឹមតែសម្រាប់តម្កល់តែប៉ុណ្្នឹងទេវាប្រើនៅក្នុងវិស័យដូចជាគ្រឿងអលង្ការឧស្សាហកម្មជាដើមផ្សេងហ្នឹងវាច្រើនក្រាស់ក្រែលណាស់ទៅហើយដូច្នេះវាអត់មានត្រង់ចំណុចណាមួយដែលថាឲ្យមាសត្រូវបានកាត់ផ្ដាច់ចេញអំពីប្រព័ន្ធទីផ្សារឬក៏លក់ចេញរហូតដល់បាត់បង់តម្លៃខ្លាំងនោះទេហើយបើសិនបើវាបាត់បង់តម្លៃវារលំរលាយតម្លៃមែនវាទាល់តែតម្រូវការធំទាំងអស់ហ្នឹងលែងមានហើយបើតម្រូវការធំទាំងអស់ហ្នឹងលែងមានវាទាល់តែមនុស្សលែងដើរស្របតាមសកលភាវូបនីយកម្មដែលជាសម័យត្រូវការរស់ដោយបច្ចេកវិទ្យាដោយប្រព័ន្ធទំនាក់ទំនងដែលទំនើបថាបើទាំងអស់ហ្នឹងនៅតែមានទេមាសនៅតែគេត្រូវការនៅតែគេរត់រោគនៅតែគេយកជាទ្រព្យមានសុវត្ថិភាពនៅតែគេយកមកប្រើគ្រប់កលៈទេសៈជាដរាបដូច្នេះខ្លឹមសារនៅក្នុងអត្ថបទនេះវាជាតកតាំងបញ្ជាក់យ៉ាងច្បាស់ឲ្យបងប្អូនមានចំណាប់អារម្មណ៍លើការសន្សំមាសក៏ដូចជាការជួញដូរមាសទៅតាមចំណេះជំនាញហើយនឹងបច្ចេកទេសព្រមទាំងព័ត៌មានដែលខ្លួនប្រមូលបានហើយក៏កុំអស់សង្ឃឹមប្រសិនបើខ្លួនជាប់តម្លៃណាមួយដែលគិតថាខ្ពស់ពីព្រោះតម្រូវការមាសនេះវានឹងកើនឡើងគ្រាន់តែពេលខ្លះឬក៏ពេលនេះវាមានការលក់ចេញឬក៏ការធ្លាក់ចុះបន្តិចបន្តួច
ក៏ប៉ុន្តែជាគោលដៅទៅខាងមុខនោះមាសនៅតែដើរទៅមុខមាសនៅតែគេត្រូវការមាសនៅតែវិវត្តតម្លៃប្រសើរជាតារាបចឹងសម្រាប់ខ្លឹមសារអត្ថបទនេះមានប៉ុណ្ណេះចុងបញ្ចប់ខ្ញុំបាទសូមអរគុណសូមគោរពលា